ស្ដេចក្រាញ់កសិកម្មហើយនៅខាងចុងភៅចល័តនេះហ៊ានមែនតើហ៊ានតែចាប់ជ្រូករបស់លោកអង្ញាលោកពូម៉ងរទ្ធីយកមកធ្វើក្នុងកម្មវិធីខួបកំណើតគាត់ផ្ទាល់តែម្ដងអញ្ចឹងថាតើចុងភៅខាងចល័តខាងណាដែលលោកពូគាត់សម្រេចថាឲ្យមកធ្វើក្នុងកម្មវិធីគាត់ណាព្រោះសិតតែចុងភៅជើងចាស់ហើយមិនមែនចុងភៅថ្មីថ្មោងទេណាបើនិយាយដល់រសជាតិវិញគឺពុកម៉ែបងប្អូនអាចភ្លក់មកតុកបានមុននឹងកក់សេវាខាងគាត់គឺអ្នកទាំងអស់គ្នាអាចឲ្យគាត់ធ្វើម្ហូបមកតុកឲ្យយើងភ្លក់សិនមុននឹងយើងសម្រេចថាយកសេវាកម្មខាងគាត់អញ្ចឹងខាងសេវាកម្មចុងភៅចល័តតាំងគំហៀងនេះគឺពុកម៉ែបងប្អូនគឺគាត់ទទួលមិនថាកម្មវិធីតូចមិនថាកម្មវិធីធំទេហើយមុខម្ហូបរបស់គាត់រៀបចំមកគឺស្អាតមែនតើដូចឃើញអញ្ចឹងខាងសេវាកម្មរបស់គាត់នេះលេខទូរស័ព្ទព័ត៌មានលម្អិតអី Facebook Page អីអាច check បានតាំងគំហៀងហ្នឹងអញ្ចឹងសម្រាប់សេវាកម្មគាត់នេះដូចឃើញអញ្ចឹងគឺគាត់រៀបចំឲ្យលោកពូម៉ងរទ្ធីគាត់ជឿនិយាយទៅជឿទៅលើរសជាតិសេវាកម្មខាងគាត់មកយូរហើយមិនមែនទៅធ្វើខួបកំណើតនេះទេគាត់ធ្វើមកយូរហើយម៉ួយប្រចាំរបស់គាត់ហើយអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាចង់បានខាងចុងភៅចល័តដែលមានសេវាកម្មមានបទពិសោធន៍មកយូរឆ្នាំអាចជឿទុកចិត្តសេវាកម្មខាងគាត់បានព្រោះអីមុខម្ហូបដូចខ្ញុំនិយាយអញ្ចឹងមុននឹងយើងយកខាងណាក៏ដោយមិនថាខ្ញុំផ្សព្វផ្សាយមិនថាអ្នកណាមិនថាជើងចាស់មិនថាជើងខ្ចីសំខាន់យើងភ្លក់ខ្លួនឯងឲ្យដឹងឲ្យត្រូវចិត្តថាតើមុខម្ហូបកន្លែងគាត់នឹងធ្វើមកត្រូវចិត្តត្រូវមាត់របស់ពុកម៉ែបងប្អូនឬក៏អត់សំខាន់លើរឿងហ្នឹងទេអញ្ចឹងយើងរើសមុខម្ហូបរួចអាចឲ្យគាត់ធ្វើមកតុកឲ្យយើងភ្លក់សិនបានដើម្បីសន្មត់ថាភ្លក់ហើយយើងសន្មត់បានថាមុខម្ហូបរបស់គេធ្វើមកដូចតំណងបើថាខ្វះរសជាតិមិនត្រូវមិនស្ទើរមិនស្រុកតំបន់អ្នកទាំងអស់គ្នាចង់បានប្រៃខ្លាំងចង់បានផ្អែមខ្លាំងមិនចង់បានផ្អែមបន្តិចចង់បានប្រៃបន្តិចចង់បានរសជាតិបែបម៉េចគឺក៏មកគាត់បានអញ្ចឹងគឺគាត់សំខាន់គឺគាត់ចង់ភៅជំនាញដែលមានទំនួលខុសត្រូវថាពុកម៉ែបងប្អូនអាចភ្លក់បានមុននឹងទទួលសេវាកម្មរបស់គាត់អញ្ចឹងសម្រាប់ខាងសេវាកម្មរបស់គាត់គឺដូចខ្ញុំបញ្ជាក់អញ្ចឹងមិនថាកម្មវិធីខួបកំណើតបុណ្យទានតូចធំការមង្គលការអីទេគឺគាត់ទទួលបានទាំងអស់ចង់ប្រមាណតុកក៏បានដែរអញ្ចឹងពីខ្ញុំទៅសេវាកម្មមុខម្ហូបនៅកន្លែងគាត់គឺថាការធ្វើចេញមកជំនាញមែនតើពេលដែលខ្ញុំទៅថតគឺស្ទីមចំហុយឆាអាំងអីគឺគាត់មានឧបករណ៍និយាយទៅសម្ភារៈអីចានឆ្នាំងអីគឺស្អាតដូចឈុតនេះឈុតគ្រឿងក្លែមគ្រឿងអីរបស់គាត់នេះគឺរៀបស្អាតមែនតើទាំងចានទាំងអាធ្នើលើកអីហ្នឹងគឺគាត់រៀបចំបានស្អាតដែរអញ្ចឹងពុកម៉ែបងប្អូនចង់បានជំរើសប្រភេទម៉េចកម្រិតប៉ុណ្ណាតម្លៃម៉េចអីម៉េចអាចសួរព័ត៌មានលម្អិតពីខាងគាត់បានខ្ញុំដាក់ព័ត៌មាននៅខាងក្រោមខមមិនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការសេវាកម្មម្ហូបចល័តអាចនឹកឃើញដល់យីហោតាំងគំហៀងបានដែលជាយីហោមកយូរឆ្នាំហើយដែលលោកពូម៉ងរទ្ធីគាត់ជឿទុកចិត្តតែងតែប្រើប្រាស់សេវាកម្មរបស់គាត់អរគុណជម្រាបលាបាយបាយ